ខ្ញុំមានរយៈពេលមួយថ្ងៃតើអាចឡើងទៅលេងភ្នំនិងទៅសមុទ្របានអត់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឡើងទៅភ្នំបូកគោផឹកកាហ្វេត្រជាក់ៗរួចបន្តដំណើរទៅកែបជិះម៉ូតូមើលទឹកសមុទ្រគ្រាន់បានស្ដាប់សំឡេងទឹកសមុទ្រផងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ PK សម្រាប់ថ្ងៃនេះគឺខ្ញុំនឹងធ្វើការជិះម៉ូតូទៅខេត្តកពតបាទហើយទៅវិលល្ងាចនេះសម្រាប់យើងរយៈពេលមួយថ្ងៃនេះហើយទៅលើកនេះគឺខ្ញុំទៅមួយមិត្តភក្តិខ្ញុំទៅ2នាក់បាទទៅ2នាក់អញ្ចឹងទៅគម្រោងទី1គឺខ្ញុំនឹងឡើងទៅភ្នំបូកគោផឹកកាហ្វេនៅលើភ្នំបន្ទាប់មកចាំពិភាក្សាគ្នាទៀតព្រោះចង់ទៅអង្គុយនៅសមុទ្រដែរចង់ទៅខាងកែបអញ្ចឹងចាំមើលចាក់ស្ដែងសិនហ្នឹងហើយអូខេចាំជួបខ្ញុំនៅតាមផ្លូវឥឡូវទៅនឹកឃើញឆៃកង់អ្នកព្រោះខ្លាចវាចូលដេកូលមិនម៉ែយើងញុកកាវទៅហើយឆៃកង់ខ្លាចវាចូលដេកូអញ្ចឹងព្រោះតាំងជិះមកចូល2ដងនេះហើយដេកូទៅវែងនេះនេះសនាមចូលដេកូអញ្ចឹងទៅខ្ញុំឆៃកង់មុនសិនបាទជិះពាក់កណ្ដាលផ្លូវអីនៅលើភ្នំអីធូរកង់ចប់បដ ாய் ឥឡូវឆៃមកសិនបាទគេថាអត់មានជាប់ទេអត់មានទេណាអូខេអត់មានជាប់ទេល្អចឹងយើងបន្តដំណើរទៅមុខទៀតចឹងទៅលើកនេះអត់មានបញ្ញាអត់មានអីទេជិះយ៉ាងណាជាបាទទៅផ្លូវនេះទៅហើយជិះស្រួលនេះពេលខំយ៉ាងមុខព្រោះនេះផ្លូវប៉ុណ្នេះវាស្អៀតនេះស្អាតស្រួលវាហែករៀងធំជាងមុនណាបានប្រហែល30គីឡូឥឡូវចូលផឹកកាហ្វេហ្នឹងអស់សួស្តីបងប្អូនឥឡូវពួកម៉ាក់ខ្ញុំមកហើយគួយចាំវាចង់កន្លះម៉ោងអូខេអញ្ចឹងឥឡូវយើងចេញទៅហើយម៉ោង 8:50 បាទជិះកំផ្លែតដែរម៉ោងកន្លះអីជិះជាយ៉ាអោះឡើងភ្នំបូកគោស៊ីហើយស៊ីខាងវិចទិញខាងវិចស៊ីសិនហើយទិញខាងវិចស៊ីសិនហើយកន្លែងនេះធៀបចេញទៅហ្នឹងមិត្តខ្ញុំបាទខ្ញុំឲ្យបាយតាំងពីព្រឹកតែអត់តាន់បាយទេឥឡូវបកទៅក្រោយវិញហើយដាក់សាំងវិចមួយសិនហើយចាំយើងចេញដំណើរទៅanh tao bro ឥឡូវដាក់សង្វិចហើយអញ្ចឹងរៀបចេញទៅហើយ
តោះចាំមើលទេសភាពតាមផ្លូវធំទលេប៉ុណ្ណាគឺអត់មានឡានម៉ូតូច្រើនទេស្រួលជិះមែនតើមកផ្អាប់មែនបងដើម4000យកពីដើមពេលដែលខ្ញុំទៅនេះគឺអត់មានភ្លៀងទេអាកាសធាតុល្អមែនតើហើយបងប្អូនទាំងអស់គ្នាមើលទេសភាពខាងស្ដាំដៃខ្ញុំឃើញភ្នំហើយឃើញទឹកពិតជាស្អាតមែនតើហើយខាងឆ្វេងដៃខ្ញុំហ្នឹងគឺឥឡូវយើងទិញនំប៉័ងហើយយើងទៅញ៉ាំនៅជើងភ្នំសិនញ៉ាំហើយបានឡើងលើភ្នំសារតែសាំងចិត្តអស់សល់តែមួយកម្មបន្តិចទេត្រូវការចាក់មកពេញឲ្យហើយបដ ாய் ទៅព្រោះយើងនៅទៅកែបអញ្ចឹងបន្ទាប់មកយើងមានសាំងជីចូលពេញហ្មងណាអញ្ចឹងយើងចាក់មកពេញទៅស្រួលបាទ
បងប្អូនខ្ញុំបានឃើញឆ្ងល់ថាឡានហ្នឹងគាត់ជប់ធ្វើអីគេគាត់បោះចំណីឲ្យស្វាណាហើយឃើញស្វាចឹងក៏ទាញកាមេរ៉ាយកមកថតបាន2 3សន្លឹកដែរណា Okay.ឥឡូវនេះគឺខ្ញុំបានមកដល់ហើយកាហ្វេនៅលើភ្នំបូកគោពីផឹកមកខ្ញុំបានដាក់មួយកែវហើយថ្ងៃឡើងនេះគឺដាក់កាហ្វេមួយកែវទៅបាទឲ្យស្វាងបាទព្រោះមានអារម្មណ៍ថាគេងទីតែអីយើងដាក់មួយកែវទៅគឺស្វាងចេះហ្មង Wow, so relax. នេះឥឡូវយក hot dog ម្នាក់មួយកាហ្វេម្នាក់មួយកែវដើម្បីញ៉ាំមើលទេសភាពព្រៃភ្នំ ឡើងទៅដល់លើមានថ្មចូលទៅគឺថ្មអត់ញ៉ាំដែរគឺថ្មអត់មកដែរមកនេះគឺថាបាំងកោឡើងលើ20គីឡូទៀត បន្ទាប់ពីអង្គុយសម្រាកបានមកស្ទុះញ៉ាំ hot dog និងកាហ្វេហើយក៏ខ្ញុំជិះចុះទៅក្រោមវិញដើម្បីឆ្ពោះទៅកែប Ô, cái sựភាពnha. Học má. Nhé. Wow, không có cái chi tiết nó món lại nhé mà.
ពីខ្ញុំបានអង្គុយមើលទឹកសមុទ្រអង្គុយស្ដាប់សំឡេងសមុទ្រហើយខ្ញុំក៏បានឡើងមកលើភ្នំមកកន្លែងគេមានលក់កាហ្វេហើយក៏បានទិញតែគុយឆ្មាញ៉ាំហើយក៏បានខ្សែរ៉តដែរប៉ុន្តែអត់បានថតឲ្យទាំងអស់គ្នាមើលទេអញ្ចឹងសង្ឃឹមថាជើងក្រោយខ្ញុំនឹងថតឲ្យទាំងអស់គ្នាមើលដោយសារថ្មកាមេរ៉ាចិត្តអស់អញ្ចឹងបានដាក់កាមេរ៉ាអីអត់មាន accessory សម្រាប់ចងដាក់ធុងថតឲ្យទាំងអស់គ្នាមើលណាតទៅពីនេះទៅវីដេអូពីនេះទៅគឺខ្ញុំជិះទៅផ្ទះវិញហើយអញ្ចឹងក៏អរគុណដល់អ្នកទាំងអស់គ្នាដែលមើលវីដេអូនេះពីដើមរហូតមកដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយជិះទៅផ្ទះវិញលងកញ្ចក់អីណាលងកញ្ចក់ខាងស្ដាំបោះសា